ស្ទាយណាគ្នាហើយនឹងមើលទៅជាមួយនឹងជ្រក់ដៃមឹកដំបូងយើងទៅស្ងោរដៃមឹកសិនណាជាមួយនឹងកូនលឹកថៃជាមួយនឹងគ្នាកុំឲ្យវាឆ្អាបដៃមឹកនេះខ្ញុំទិញមកកញ្ចប់18000ណាគ្នាយកអំបិលទុំចាក់ទឹកក្តៅចូលបន្តិចណាយើងជ្រុំវាឲ្យចេញជាតិអំបិលទុំណាហើយមានអារម្មណ៍ថាតិចពេកណាគ្នាវាទូចពេកដល់ពេលអញ្ចឹងយើងត្រូវស្ងោរថែមយើងទៅលាយគ្រឿងស្ករ5ស្ពាទឹកថៃ5ស្ពាទឹកអំបិលទុំ3ស្ពាទឹកម្ទេសដាក់ឲ្យស្អាត2ស្ពាបន្ទាប់មកដាក់ម្សៅម្ទេស1ស្លាបព្រាទឹកធម្មតា6ស្លាបព្រាហើយអំបិលបកា2ស្លាបព្រាបើអត់មានអំបិលបកាយើងដាក់រ៉ូឌី1ស្លាបព្រាទៅណាហើយឥឡូវយើងដាក់ខ្ទះក្តៅហើយអ្នកគ្នាចាក់ខ្ទឹមចូលលីងខ្ទឹមឲ្យឈ្ងុយហើយបន្ទាប់មកយើងចាក់ទឹកគ្រឿងចូលលីងដល់ពេលណាទឹកគ្រឿងរបស់យើងខាប់គឺអូខេហើយចាក់ចេញចានមួយដាក់ទូទឹកកកឲ្យវាត្រជាក់ជួយកលាយណាយើងកាត់ជើងមឹកបេងឯណាគ្នាថ្ងៃនេះខ្ញុំមានរឿងមួយចង់និយាយណាគ្នាស្ដាប់គឺហួសចិត្តមែនតើមកគ្នាគឺមានគេយកវីដេអូរបស់ខ្ញុំផុសនៅក្នុង YouTube គឺ account មានឈ្មោះថា PT Food ហើយពីយកវីដេអូខ្ញុំគឺគាត់យកវីដេអូផ្សេងហើយគាត់ដាក់រូបខ្ញុំណាសម្រាប់ account ហ្នឹងគឺខ្ញុំដឹងយូរហើយណាគ្នាតាំងវីដេអូដំបូងរបស់ខ្ញុំតែខ្ញុំអត់និយាយអីទេរហូតដល់ page ផ្សេងគាត់ឆានមកសួរខ្ញុំថាមិនក៏យកវីដេអូគាត់ផុសអីចឹងណានិយាយហ្នឹងជាការយល់ច្រឡំមួយឯងចង់ប្រាប់អ្នកគ្នាគឺខ្ញុំអត់ដែរមាន account YouTube ណាទេក្រៅពី Facebook page ដែលខ្ញុំឲ្យអ្នកគ្នា follow រហូតអ្នកគ្នាចាំជួយ report account YouTube មួយនឹងផងណាហើយបងឯងឈប់យកវីដេអូខ្ញុំទៅណាយើងបន្តអ្នកគ្នាហើយមកចូលនឹងក្តាប់ស្វាយយកអាណាឲ្យស្រួយឲ្យជូរណាស្វាយនេះខ្ញុំទិញស្រាប់ពីកន្លែងលក់មកជូរឯងខ្ទឹមក្រហមទូចគោលឹកថៃជាមួយនឹងម្ទេសចូលជាមួយចិត្តមកអ្នកគ្នាហើយខ្ញុំចិត្តញ៉ាំហល់អ្នកគ្នាចឹងខ្ញុំដាក់ថែមម្ទេសហូយទៀតឲ្យហឹមណាណីហើយចាក់ទឹកគ្រឿងរបស់យើងចូលមកចាក់ពេលនៅក្តៅអ្នកគ្នាចាក់ពេលនៅក្តៅប្រយ័ត្នតាទុនស្វាយខ្ញុំច្បល់វាឲ្យសប់មកអ្នកគ្នាចង់ចូលជាតិទៀតដាក់ប្រហែល5-10នាទីអីចាំញ៉ាំប៉ុណ្ណឹងឆ្ងាញ់អ្នកគ្នាហើយសាហាវមកអ្នកគ្នានិយាយចង់អ្នកគ្នាកុំភ្លេចចូល follow Facebook page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនចង់ like ហើយនិយាយគ្នាលេងមួយអ្នកគ្នាមែនតើហ្មងតែ page អត់សូវមានអ្នក follow អ្នកគ្នាកុំភ្លេចជួយ follow ខ្ញុំផងណាហើយអានឹងឆ្ងាញ់មែនតើអ្នកគ្នាកុំភ្លេចសាកធ្វើជាតិសាហាវហ្មងអ្នកគ្នាអើយសួស្តីអ្នកគ្នាថ្ងៃនេះមកធ្វើជាមួយនឹងជ្រក់ជើងមាន់ដកឆ្អឹងជាតិសាហាវហ្មងខ្ញុំធ្វើជើងមាន់កន្លះគីឡូអ្នកគ្នាបងយើងទៅធ្វើណាធ្វើអីឲ្យស្អាតសិនហើយចាំយើងយកទៅលាងអ្នកគ្នាលាងជាមួយនឹងក្រូចឆ្មាអំបិលសលុកលាងឲ្យច្រើនទឹកអ្នកគ្នាដោយសារជើងមាន់ណាខិតមែនតើហ្មងនេះសិតទៅដីចឹងអ្នកគ្នាលាង3 4ទឹកអីទៅណាតបមកអ្នកគ្នាទៅយកទៅស្ងោរជាមួយគល់លឹកថៃជាមួយនឹងខ្ញីហើយយកទៅស្ងោរ20នាទីណាចូលចេញហាមួយទឹកកកឥឡូវយើងទៅលាយគ្រឿងស្ករ5ស្ពាទឹកសុទ្ធ5ស្ពាទឹកថៃ4ស្ពាគ្រឿងឃើញខ្ញុំនឹងដាក់នៅកន្លែង comment ម្ដងទៀតណាអំបិលទុំ1ស្ពាកន្លះទឹកម្ទេស2ស្លាបព្រាហើយនិងម្សៅម្ទេស1ស្លាបព្រាបលបកាលីង1ស្លាបព្រាក្រូចដែរទូចគឺធ្វើតែក្រូចឆ្មាដាក់3ផ្លែណាគ្នាកូរឲ្យសព្វហើយភ្លក់ឯណាស្ទើអីថែមនឹងតាមវិជារបស់អ្នកគ្នាឥឡូវយើងទៅលីងខ្ទឹមក្រហមមួយខ្ទឹមសឲ្យឈ្ងុយពេលយើងលីងនឹងដាក់ប្រេងឆាតិចបានហើយបន្ទាប់មកចាក់ទឹកគ្រឿងចូលយើងលីងដល់ពេលណាវារៀងខាប់គឺបានហើយហើយបិទហ្គាសដាក់ម្ទេសចូលម្ទេសញ៉ាំប៉ុណ្ណាដាក់ប៉ុណ្ណឹងណានេះមកកាក់ជាមួយនឹងស្វាយខ្ញុំកាត់ស្រាប់ដាក់ទឹកកកឥឡូវយើងទៅដកឆ្អឹងមាន់យកកូនកបាត់ស្រួចនឹងជាពីស្បែកវារហូតដល់ចុងម្រាមក្តារហើយបើម្រាមផ្សេងយើងគ្រាន់តែជាកន្លែងម្រាមវាបានហើយបន្ទាប់មកយើងយកម្រាមដែរបើយើងវេលាស្បែកខាងលើហ្នឹងពីរហូតដល់ម្រាមក្តារហ្នឹងពេលទៅខាងលើហ្នឹងគឺតែឆ្អឹងឯងបើខាងក្រោមវិញវាមានសាច់មួយទៅសៃយើងបន្លែស្បែកខាងលើឆ្អឹងហើយយើងបានបន្លែអាសាច់នៅខាងក្រោមណាយកម្រាមដៃទៅបន្លែចេញមួយដល់ម្រាមផ្សេងក៏ដូចអញ្ចឹងដែរបន្លែខាងលើហើយបន្ទាប់មកបានដល់ខាងក្រោមណានិយាយទៅមួយជើងពីរជើងដំបូងយើងអត់តន់ចេះធ្វើណាដល់ជើងទី3ទី4ដល់យើងចេះធ្វើហ្មងហើយពេលញ៉ាំអត់ឆ្អឹងអញ្ចឹងណាឆ្ងាញ់ណាស់គ្នាដូចម្រាមវាបន្លែស្រួលហ្មងណាគ្នាមកអង្គុយបន្លែឆ្អឹងហ្នឹងសុបាយហ្មងណា
lời đó cho ông thông mà đâu cái bè bay ớt đó mới dương cắt ở lại từ say nè ở cắt ở nắng tuần bè tranh màu khi đôi mà riềm chắc dương vô ở đai dướng bè sạch khang khổm nó cứ nghe sủa tranh màu cho ông khang lớn nó cũng trao nó không đi suối nè là bè hai đo à cả lành cho ông nó biết tận lọc vi bên hai dương ở cạnh chè lao ấy ok cái hai là sao dân ta lia chừng món ấy ta cái lạnh lia nước rồi mà nó kia chạm xoay mà cãi cho mà cô lắc thấy là khối sao khối cho háo nó kia chạm ta khử cho bò sai cả hai mỏ ấy nhưng cho bỏ video shop nó cứ hao vậy nó kia tục mà hai cái lá máu cứ trôi chuyện là o tạm đòn mỏ nó xa rồi ui chia sẻ hao rồi nó kia cái lạnh cho ông này nhung vậy sùi khăn một mà cả năng nào khi ai cắt chỉ pi cả bàn này chia một nào khi xả thơ này cũng lấy xả thơ